សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel រៀនភាសាចិន TSH Class ចា៎មេរៀនថ្ងៃនេះយើងរៀនអំពីពាក្យអ៊ីយ៉ាងមានន័យថាដូចគ្នាពាក្យនេះយើងឧស្សាហ៍ឃើញញឹកញាប់ដែរនៅក្នុងភាសាចិនអញ្ចឹងយើងមកមើលវីដេអូទាំងអស់គ្នាអ៊ីយ៉ាងដូចគ្នា我跟他是一样的我跟他是一样的ខ្ញុំនិងគាត់គឺដូចគ្នាទេខ្ញុំនិងគាត់គឺដូចតែគ្នាទេ我们不一样我们不一样ពួកយើងមិនដូចគ្នាទេចាយើងបន្ថែមពួកនៅខាงមុខទៅវាទៅជាបដិសេធតែមិនដូចគ្នាពួកយើងមិនដូចគ្នាទេ这手机跟那手机是一样的这手机跟那手机是一样的ទូរស័ព្ទនេះនិងទូរស័ព្ទនោះគឺដូចគ្នា这នេះ手机ទូរស័ព្ទដៃ跟នឹងជាមួយណានោះ手机是一样的这个房子跟那个房子一样大这个房子跟那个房子一样大这个មួយនេះ房子ផ្ទះ跟នឹង那个មួយនោះ房子一样大ផ្ទះនេះនិងផ្ទះនោះធំដូចគ្នានេះជាពាក្យសម្រាយមួយកិនកិននឹងឬជាមួយ不一样មិនដូចគ្នា这នេះ手机ទូរស័ព្ទដៃណានោះ房子ផ្ទះ这个មួយនេះ那个មួយនោះតាធំចាមេរៀនរបស់យើងថ្ងៃនេះសូមសម្រាប់ត្រឹមប៉ុណ្ណឹងសិនយើងនឹងជួបគ្នានៅវីដេអូលើកក្រោយទៀតចានៅត្រង់នេះសូមអធិស្ឋានចំពោះអ្នកទាំងអស់គ្នាផងដែរដែលវីដេអូរបស់ខ្ញុំទាំងអស់តែងតែមានជាប់សំឡេងរំខានពីខាងក្រៅដោយសារនៅម្ដុំផ្ទះរបស់ខ្ញុំមានក្មេងៗច្រើនណាស់ហើយឡានម៉ូតូក៏ច្រើនធ្វើឲ្យរំខានដល់ការថតវីដេអូរបស់ខ្ញុំអញ្ចឹងសូមអធិស្ឋានផងសូមអរគុណអ្នកទាំងអស់គ្នាដែលបានគាំទ្រនៅ Channel របស់ខ្ញុំជូនពរសុខភាពល្អជម្រាបលាចៃជាតិ